ភាគីណាផ្ទុះអាវុធមុនសម្ដេចថាបតីហ៊ុនម៉ាណែតចង់ឲ្យអាមេរិកនិងម៉ាឡេស៊ីផ្ទៀងទាត់ជាមួយនឹងរូបភាពផ្កាយរណបតាមរយៈការសន្ទនាទូរស័ព្ទជាមួយនឹងលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនិងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីសម្ដេចថាបតីហ៊ុនម៉ាណែតបានលើកឡើងថាចំពោះហេតុការណ៍បាញ់ប្រហារនៅរុស្ស៊ីថ្ងៃទី7 ខែធ្នូឆ្នាំ2025ដែលបានបណ្ដាលឲ្យមានការផ្ទុះអាវុធសាជាថ្មីរវាងប្រទេសទាំងពីរសម្ដេចបានផ្ដល់យោបល់ថាកងទ័ពឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិកនិងប្រទេសម៉ាឡេស៊ីអាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេដូចជារូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះនិងក្រោយពេលនោះរយៈពេល24ម៉ោងដើម្បីផ្ទៀងទាត់ថាតើភាគីណាបាញ់មុនសម្ដេចថាបតីបានបញ្ជាក់ថាវិធីសាស្ត្រនេះអាចជាវិធីសាស្ត្រងាយស្រួលនិងមានកម្លាយភាពបំផុតក្នុងការផ្ទៀងទាត់ហេតុការណ៍នេះកម្ពុជាត្រៀមខ្លួនសហការក្នុងករណីមានតម្រូវការទន្ទឹមគ្នានេះសម្ដេចថាបតីក៏បានថ្លែងអំណរគុណដល់លោកទាំងពីរចំពោះការខិតខំប្រឹងប្រែងបន្តបន្ទាប់សម្ដៅសម្រេចឲ្យនៅសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃកម្ពុជាតែងតែប្រកាន់ជាប់នៅជំហរក្នុងការស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ